បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel របស់ស្ងាយស្បិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនស្បិនឃើញគ្រាប់អាប៉ោងបាទប្រសិនបើជាពុកម៉ែបងប្អូនស្បិនឃើញគ្រាប់អាប៉ោងឬក៏គ្រាប់ខ្លាឃ្លោកឬក៏បានលេងទាយផ្សងសំណាងពីគ្រាប់អាប៉ោងឬក៏គ្រាប់ខ្លាឃ្លោកឬក៏ភ្នាល់គ្នាទំនីទាយនៅក្នុងស្បិនដូចនេះថាពុកម៉ែបងប្អូននឹងទទួលបានការក្តៅក្រហាយនៅក្នុងផ្ទះឬក៏នៅក្នុងក្រុមគ្រួសារប៉ុន្តែមួយទៀតប្រសិនបើជាពុកម៉ែបងប្អូនស្បិនថាបានលេបគ្រាប់អាប៉ោងវិញនោះទំនីទីនៅក្នុងស្បិនថានឹងអស់គ្រោះឬក៏ឈ្នះមានសត្រូវឬក៏បានលៀបពីផ្លូវឆ្ងាយផងដែរបាទតើតើនឹងពុកម៉ែបងប្អូនស្បិនឃើញគ្រាប់អាប៉ោងបានភ្នាល់ឬក៏បានលេងនោះគឺមានអត្ថន័យមិនល្អទេសម្រាប់អ្នកស្បិនប៉ុន្តែបើសិនជាពុកម៉ែបងប្អូនស្បិនថាលេបគ្រាប់អាប៉ោងវិញនោះគឺទទួលបានលៀបសំណាងទៅវិញបាទតើតើនឹងលេខសំណាងសម្រាប់អ្នកស្បិនវិញនោះគឺលេខ41 46 49លេខ416លេខ404និងលេខ419បាទតើតើនឹងពុកម៉ែបងប្អូនស្បិនឃើញគ្រាប់អាប៉ោងគឺមានអត្ថន័យនៃការបកស្រាយខាងលើបាទជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយស្បិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ